សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវគ្គនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបដាក់ sound effect ទៅលើវីដេអូរបស់យើងអញ្ចឹងវីដេអូនេះខ្ញុំ render low ដែរទេអ្នកទាំងអស់គ្នាខ្ញុំ render denoise 53 second ក្នុងមួយ frame ហ្នឹងហើយអញ្ចឹងវារៀងរូបអសនណែល្អទេអូខេអញ្ចឹងនេះលទ្ធផលដែលខ្ញុំបាន render ចេញពី Cinema 4D អញ្ចឹងវាអត់សូវច្បាស់អ្នកទាំងអស់គ្នាឃើញវារៀងញាក់តិចអញ្ចឹងណាដោយសារខ្ញុំ render យកលឿនហើយខ្ញុំនឹងបិទភ្នែកអ្នកទាំងអស់គ្នាមើលតិចតួចអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងអានេះខ្ញុំ render មក file EHR អញ្ចឹងនេះខ្ញុំថែមពណ៌វាបន្តិចអញ្ចឹងណាអូខេអញ្ចឹងខ្ញុំដាក់ color អញ្ចឹងដែរអូខេ color ខ្ញុំប្រើជាមួយនឹង color Arista Conrad JN ហើយអានេះខ្ញុំដាក់ level អញ្ចឹង level នេះខ្ញុំគ្រាន់តែម៉ាស់វាបន្តិចតួចទេអ្នកទាំងអស់គ្នាឲ្យដើម្បីវាមាន shape អញ្ចឹងណាអូខេឥឡូវយើងនឹងដាក់ជាមួយនឹង sound effect ទាំងអស់គ្នាមកអញ្ចឹងខ្ញុំ export វាសិនមកអ្នកទាំងអស់គ្នាអូខេអញ្ចឹងកន្លែងនេះខ្ញុំយក QuickTime អូខេខ្ញុំដាក់ folder AE មួយមកហើយ save យើងចុច render មកអញ្ចឹងមួយទៀតខ្ញុំដាក់ជាមួយនឹង motion blur អញ្ចឹងខ្ញុំប្រើជាមួយ plugin OSM អញ្ចឹងអានេះខ្ញុំដាក់ត្រឹម 0.4 អូខេអញ្ចឹងនេះ motion blur របស់យើងប្រយ័ត្នគេខ្ញុំ export អញ្ចឹងអានេះខ្ញុំយក QuickTime ដែរអូខេអញ្ចឹងខ្ញុំបើកជាមួយនឹង Adobe Premiere របស់យើងអូខេយើងយកវីដេអូយើងមកអូខេអញ្ចឹងអានេះ motion blur អ្នកនរគ្នាអូខេខ្ញុំទីដាក់ចេញមកអញ្ចឹងអានេះ motion blur ឃើញទេអញ្ចឹងអានេះអត់មានបិទភ្នែកណាអត់អូខេអញ្ចឹងខ្ញុំដាក់ឲ្យវា loop មកខ្ញុំចុចកន្លែងនេះគឺ loop ហើយអូខេឥឡូវយើងចាប់ផ្ដើមដាក់ sound effect អញ្ចឹងយើងមើលវីដេអូរបស់យើងសិនមកអញ្ចឹងកន្លែងនេះគឺវាលក្ខណៈ fly ហោះចូលអញ្ចឹងណាអញ្ចឹងដំបូងយើងចាប់ផ្ដើមទៅរក sound ជាមួយនឹង fly អូខេ sound យើងហោះធ្លាក់ចុះមកក្រោមអញ្ចឹងណាអញ្ចឹងយើងចូលទៅ download sound នេះ sound ខ្ញុំចូលទៅ pcbay.com អានេះវា free ឲ្យយើងចង់ donate ក៏បានដែរណាអ្នកនរគ្នាអូខេឥឡូវខ្ញុំវាយជាមួយនឹង fly effect ចឹងមកយើង play មើលអូខេអញ្ចឹងឥឡូវខ្ញុំ download នេះមួយសិនអូខេអញ្ចឹងដល់នេះមួយទៀតអូខេឥឡូវយើងដាក់ពីរនឹងសិនមកអ្នកគ្នាអញ្ចឹងជិះកាត់កន្លែងនេះតិចមកអូខេអញ្ចឹងកន្លែងនេះយើងចុច Ctrl D មក feeder វាបន្តិចឲ្យវាចូលគ្នាអូខេថែមបន្តិចទៀតមកអូខេចានេះដូចគ្នាយើងកាត់ឆ្នៃកណ្ដាលដែរមក
ហើយអ្នកទាំងអស់គ្នាមើលក្រាបផងខ្លាចវាបែកហ្នឹងនេះកន្លែងនេះកុំឲ្យវាផុតពីលេខ6ខ្ញុំអត់សូវជំនាញធ្វើសោះអ្នកទាំងអស់គ្នាគាត់ថាយើងចេះកែច្នៃខ្លួនឯងអញ្ចឹងណាខ្ញុំអត់គេមិនធ្វើ sound effect ឡើងហ្នឹងទេណាតែអានេះយើងចេះធ្វើទៅគេយើងដកវាបន្តិចមកគេយើងដកបន្តិចមកកុំឲ្យវាខ្ពស់ពេកអូខេអញ្ចឹងយើងរក sound ធ្លាក់ម្ដងណាហើយយើងរក sound មួយទៀត reveal កន្លែងវាបវលreveal effect okayចានេះយើងដកដែរមកអ្នកគ្នាយើងដកកន្លែងនេះក៏បានដែរបន្តមកទៀតយើងរក sound ធ្លាក់អូខេអូខេនេះ goodយើងទាញមកក្រោមទៀតមកអញ្ចឹងសំឡេងឮធំពេកអ្នកនរគ្នាទី speed វាបន្តិចមកអូខេអញ្ចឹងខ្ញុំយកសំឡេងប៉ុណ្ណឹងហើយយើងដកវាតិចដែរមកអូខេអញ្ចឹងលើកន្លែងនេះអ្នកនរគ្នាទាញចំអូខេអញ្ចឹងយើង copy វាមកច្រើនមកអូខេយើងស្ដាប់មើលសិនលុយមានផ្សេងទៀតនេះអ្នកទាំងអស់គ្នា play មួយទៀតមកណាគេកន្លែងនេះតំណងអូខេយើង download កន្លែងនេះមួយទៀតមកតែខ្ញុំយកកន្លែងនេះចុច solo មកអូខេកន្លែងនេះស្រួយអូខេចុះយើង copy កន្លែងនេះច្រើនណាស់អ្នកគ្នាអូខេ copy រហូតមក
vì ắt sao trâu rồi phải nói thấy hiện xa rồi xây tiết vì snap tới vì ắt smooth đó ok đòn đi một điện nó này tên non đấy chứ như tiên một crown điện máu ok cái này nhom bật thôi biển tích ok nhom đạo độ pram anh ấy nhom bật thôi việt đấy độ pram cho nên nhom bật thêm ở liên tích ở đây đạo việt tại sẵn nó sao viêm bờ bị rồi nhé chân này nhom tạt lại miền tích máu ok chẳng ní xâm lấy keyboard trời chiến trong tấm năm ở copy về duplicate ok như đã chém vào về đồng thì mất là được này chém đi đôi em chiến chẳng vì autumn này chẳng ở son tiếng thở autumn này lọ chán này nhưng ở độ ở khlang định mà rằng mình dọa cầm gì cô với ở đây một đi sân ok này đôi lọ chiến thì chẳng dương là review trong cái giờ sau review mình tiền máu chẳng ní ok smooth kể là dương do sound effect dương đôi chia ok dương ở rom music đã tỉnh món á giảm mới chân là intro chẳng thế
ខេមួយនេះlook good ខ្ញុំគ្រប់គ្រាន់សន់ប៉ុណ្ណេះបានហើយដល់នេះអញ្ចឹងខ្ញុំ export ជា control M មកអូខេអញ្ចឹងអានេះខ្ញុំយកMicrosoft អូខេឲ្យវាត្រូវជាមួយ site របស់យើងអូខេខ្ញុំអត់ធ្វើទៀតទេខ្ញុំ export ចេញតែម្ដងអូខេនៅតែគ្នារួចរាល់ហើយអញ្ចឹងយើងទៅបើក file របស់យើងមកចឹងសម្រាប់វីដេអូនេះដែរខ្ញុំគ្រាន់តែប្រាប់ត្រួសអំពីការដាក់ sound effect តែប៉ុណ្ណោះតែសូមអធិស្ឋានចំពោះអ្នកធ្វើ sound professional ផងអានេះគ្រាន់តែខ្ញុំធ្វើតាមអ្វីដែលខ្ញុំចេះនៅក្នុងកម្មវិធី Adobe Premiere ទេអ្នកទាំងគ្នាអូខេឥឡូវវីដេអូយើងមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណ